យើងអោជើងយើងបត់ភ្នែកវាចឹងមកហើយពេលដែលយើងចាប់វាយើងលៃបកប្រមាណវាដែលយើងគេបិទពុំមកយើងនេះបិទពុំនេះ2កន្លះអញ្ចឹងពេលដែលយើងបត់គឺយើងចងចាំហើយបត់យូរទៅយើងចាំថាយើងមិនបាច់ចាំយកទៅញីវាអញ្ចឹងបានដឹងហើយយើងចាប់មកយើងដឹងមកពេលយើងដេបានអាវច្រើនយើងដឹងថាចាប់អាម៉េចដាក់ទៅត្រូវពុំមកអញ្ចឹងយើងដាក់ចូលចង្ទីឲ្យដៃយើងបើក្បួនដុកអាវគេអូជើងអាវដៃយើងត្រូវកាន់ក្តោបអញ្ចឹងដាក់ចូលជើងនេះហើយដៃហ្នឹងវាត្រូវទប់នឹងអាធ្នេនេះពេលដែលយើងអុសទៅដៃអាធ្នេហ្នឹងវារត់ចូលដៃយើងហើយវារត់ចូលទៅធ្នេហ្នឹងហ្មងរត់ចូលក្នុងពុំហ៎ចាចូលពុំនឹងខ្លួនឯងហើយដាក់ចឹងហើយអាលើនេះកាន់ស្រាដៃយើងអប់ជាប់ពុំរហូតហ្នឹងអប់ជាប់ពុំអញ្ចឹងហើយខាងនេះយើងកាន់សាច់ចេះដើម្បីកុំឲ្យសាច់ហ្នឹងវារត់ទៅគៀបម៉ាស៊ីនឬក៏វារត់ចាក់ឆោនអីចឹងណាអញ្ចឹងយើងដាក់ចឹងហើយយើងធាក់វាទៅមុខហើយដៃយើងបើយើងអត់ទាន់ចេះដេរយើងដេរតិចចឹងយើងដេរតិចធាក់ដូចវាលក្ខណៈលេងអញ្ចឹងណាតិចមកពេលដែលយើងដេរបាន1 2ហើយយើងស្គាល់ពីម៉ាស៊ីនហ្នឹងហើយតែយើងជន់លឿនបើយើងអត់ទាន់ស្គាល់ពីម៉ាស៊ីនទេដេរច្បូតដៃដូចមេអញ្ចឹងដាក់ដៃអញ្ចឹងរហូតចុះបើយើងដេរបត់សាច់តិចចុះបត់សាច់តិចអញ្ចឹងហ្នឹងអ្នកអត់ដែររៀនដេរសោះហ្នឹងហើយតែបើគេធ្លាប់ដេរគឺគេដេរចេះគេយកអ្នកស្ទាត់ហ្មងគេច្បូតសាច់បើយើងចូលមកមានអ្នកគេកាន់ដៃចេះគឺមានអ្នកគេចេះដេរជើងស្រាប់ហើយអញ្ចឹងបើយើងកាន់ចេះដូចយើងទៅបរៀនថ្មីអញ្ចឹងតែបើបរៀនទូទៅមេបរៀនគេចេះឲ្យចេះច្បូតហ្មងហ្នឹងហើយដេរតិចយូរទៅគាត់អាចនឹងលឿនតែបើនៅដេរចេះវាយូរទៅនៅតែថាវាអត់បានចេះលឿនចំណាយពេលបត់សាច់បត់អីចាយើងកាត់ព្រួយវាមកពេលដែលយើងដល់ហើយហ្នឹងយើងកាត់ព្រួយវាយើងកាន់អញ្ចឹងកាន់តមុខអញ្ចឹងហើយដាក់ពេលដែលតមុខយើងស្លឹងទៅមកជុលនេះដើម្បីឲ្យតមុខទៅត្រូវយើងកុំគិតថាយើងងាកទៅខាងនេះងាកទៅខាងនេះយើងស្លឹងទៅមកជុលហើយយើងមើលធ្នេយើងបានយើងតមុខទៅវាចំគ្នាឲ្យវាព្រោះធ្នេចាពេលដែលយើងដេរដៃដូចមេប្រាប់ហ្នឹងវាភាកច្រើនសាច់ហ្នឹងវារត់មកស្មើគ្នាវាអត់ចេញចូលខ្លាំងពេកវាអាចថាមកករណីដែលយើងយកបានតែបងប្អូនអស់ចេះតែបងប្អូនអស់ដូចគេបត់សាច់តិចចឹងហ្នឹងហានិភ័យខ្ពស់ហានិភ័យសាច់វាចេញចូលដូចស្មើនឹងយើងអត់ដឹងសាច់ចឹងយើងចាប់ចឹងមកយើងច្បូតចឹងហ្នឹងយើងរៀនដេរត្បូងចាប់វាជើងទៀតបើយើងធ្លាប់ដេរយើងចាប់បានវែងតែបើអ្នកអត់ធ្លាប់ដេរគេចាប់ខ្លីទេចាប់តិចដងអាហ្នឹងបានវាអត់ធ្លាក់ទឹកតែចឹងវាធ្លាក់ទឹកហើយគ្នាឃើញអត់គ្រាន់តែបងអូចឹងភ្លាមសាច់សទាំងអស់សធំទៀតសំបីតែបងជាអ្នកអូជើងស្ទាត់ផងនៅតែវាមានបញ្ហាបែបហ្នឹងចុះតម្រាំតែយើងរៀនដេរអញ្ចឹងគឺវាមានហានិភ័យហើយចាដេរច្បូតសាច់ណាដេរបត់សាច់ច្បូតសាច់វាគុណភាពពីល្អជាងដេរបត់សាច់មើលខាងនេះមើលនេះអានេះមិនធ្វើណាដេរចាក់ស្ដែងចោលសសាច់ឃើញអត់សសាច់ធំទៅទូសៀតយកជាមួយយើងដេរចេះវិញយើងលៃបាត់ប្រមាណដៃយើងបត់សាច់ជើងច្បូតយើងបធូរដៃទៅតាមម៉ាស៊ីនវាអញ្ចឹងធូរវាទៅតាមអញ្ចឹងគឺវាចូលទៅច្អូវាស្រាប់ហើយឃើញអត់អានេះគឺមេដេរច្បូតដៃតែអានេះគឺមេដេរចាប់ដូចយើងរៀនដេរអញ្ចឹងទោះមិនថាអ្នករៀនដេរនិងអ្នកចេះដេរភាគច្រើនចូលមកគឺមេបរៀនគាត់ឲ្យគាត់ដេរដូចមេអញ្ចឹងចាំមើលមេអស់មួយនេះឲ្យយើងមើលប្រជុំអាយហ្នឹងដៃយើងកាន់វាបែបហ្នឹងដើម្បីឲ្យវារត់ស្មើគ្នាកាន់អញ្ចឹងមិនថាអ្នករៀនឬក៏អ្នកស្ទាត់ទេឲ្យតែអ្នកដេរជើងអាវជើងខោគឺត្រូវតែកាន់ដៃបែបហ្នឹងបានអាវយើងចេញមករត់ស្មើចូលសាច់វាពេញឃើញអត់និយាយរួមស្មើទាំងលើស្មើទាំងក្រោមវាស្អាតចឹងណាអរគុណ